ជំសួរពុកម៉ែបងប្អូនបាទទឹកនេះរៀបចំខ្សែដៃជុំភ្ញៀវហ្នឹងស្នែងភ្ញៀវនៅខាងកំពង់សោមខ្សែដៃសាងពីក្លឹមត្រាំងបាទផ្ញើទៅព្រឹកហ្នឹងហើយនេះផ្ញើជូនលបងខាងសៀមរាបត្រាំងដែរខាង16លីជាមួយតួអល់ខ្ញុំបានឆ្លាក់ស្រាប់នេះសាងពីកបីក្លៀកខោ15បក់ដាច់ត្រជាដែលភ្ញៀវនៅខាងកចេះគាត់បាទពឹងពើរកខ្ញុំឆ្លាក់ជូនគាត់បិទមុខមួយអង្គកាយខ្ញុំសាងនោះសាងចំនួន4អង្គមានបិទមុខ2អង្គកណេះ1ចាយ1អញ្ចឹងណាហើយយកមកដល់ភ្លាមគោបាទផ្ញើជូនបងប្រុសទៅឲ្យហើយផ្ញើបងប្រុសទៅខាងកចេះមួយអង្គអញ្ចឹងនៅសល់នៅ3អង្គនេះដបងសំចែករំលែកជប់ថែសាបងណាបាទទៅចំនួន2អង្គហើយអង្គនេះភ្ញៀវនៅខាងតាកែវគាត់មកចាស់ដែរគាត់សុំចែករំលែកជប់ថែសាបាទមួយអង្គដែរហើយនេះខ្សែដៃត្រាំងនេះមានស្រាប់មានຂະຫນາດ14លី11លីមានខ្សែ12លីមានចំនួន2ខ្សែអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានខ្សែដៃចាំចូលឆាតទៅតងចម្លាក់មិនមានទៀតទេប៉ុណ្ណាជាទូទៅបាទចម្លាក់ក្បាតភាគច្រើនមកភ្ញៀវកំងទេដែលសាងបងប្អូនឃើញមានស្ដាប់នេះខ្ញុំបានស្គាល់ជាងម្នាក់នៅក្នុងបាទ TikTok ខ្ញុំពឹងពោខាត់ជួយសាង4អង្គចឹងឥឡូវ4អង្គដែលមានស្រាប់ហ្នឹងគូបាទពុកម៉ែបងប្អូនដូចជាលបងបានយករូបថែសារបន្តហើយសម្រាប់ពុកម៉ែបងប្អូនគាត់ចាំទឹកដៃជាងចាស់ខ្ញុំបាទគឺគាត់រវល់បាទគាត់ទៅមើលថែម្ដាយនៅពោធិ៍សាត់ហើយអញ្ចឹងមិនដឹងទៅពេលណាគាត់មកវិញទេរួចធរៈហ្នឹងអញ្ចឹងពុកម៉ែបងប្អូនចាំទឹកដៃជាងចាស់ខ្ញុំសូមបាទសូមមានពលមានប៉ុណ្ណឹងអញ្ចឹងគឺមិនតបានសាងទេដោយសារគាត់ទៅមើលថែម្ដាយអញ្ចឹងចាំពេលគាត់មកវិញពេលណាខ្ញុំនឹងធ្វើវីដេអូបង្ហាញជួបបងប្អូនតទៀតភេសជ្ជៈលបងនៅខាងកំពង់ចាមនៅជូនខ្ញុំបាទហើយមុនមកកេះហ្នឹងទឹកសុតហ្នឹងនេះខ្ញុំយកភេសជ្ជៈមួយចំនួនយកជូនចាស់នៅខាងកំពង់ចាមសម្រាប់ខ្ញុំបាទមានបច្ច័យខ្លះទៅជូនគាត់បងប្អូនហើយខ្ញុំមកជូនអ៊ំសីម្នាក់ទៀតនៅចិត្តខាងនៅក្បែរផ្ទះម្ដាយខ្ញុំដែរបងប្អូនបាទជូននេះទួយតាមវិធីអ៊ំនេះខ្ញុំធ្លាប់ជូនគាត់មកដងហើយតែមកនេះគាត់ឈឺរៀបហ្នឹងងើពីកន្លែងសម្រាប់មិនចង់រួចទេបងប្អូនបាទតិចតួចជាឈៀបសំភើបងប្អូនណាហើយនេះទេសភាពនៅខាងបាទស្តុកភុងដាច់ចំបាទខាងជនបទខាងស្តុកភេសន្ធរបងណានៅខាងកោះអណ្ដែតហើយនេះខ្ញុំចិត្តត្រឡប់មកវិញបងណាតែភ្លៀងខ្ញុំម៉ែក៏ខាត់នៅសិនទៅបងណានឹកឃើញភ្លៀងសំណោះកាលពីក្មេងបងពេលតែភ្លៀងនាំមិត្តភ័ក្តិទូចគ្នាហ្នឹងលេងបតែទូកស្ទប់ជែកហ្នឹងបងណាមានតែគិតនៅខ្វល់ខ្វាយរឿងអីទេជីវិតដឹងថាឃ្លានហូបប៉ុណ្ណឹងហើយខ្យល់ខ្លាំងទៅរើសស្វាយទៅបងណាស្វាយពីខ្យល់ទៅបោកមេឈូហ្នឹងនាំមិត្តភ័ក្តិដើររត់មានខ្លាចផ្កើអត់ទេនិយាយទៅដឹងតែពីស្វាយក្មេងគិតអីច្រើនបាទឃ្លានហូបទៅត្រូវហៅទៅធ្វើអញ្ចឹងបងហើយនេះបាយ៉ាងភ្លឹងតិចខ្ញុំមកដល់ថងភ័យពោបងណាចាក់សាំងសិនហើយតាមផ្លូវគឺបងអូនប្រុសម្នាក់គាត់មានបជើងពាក់ឃើញគាត់ដើររៀងឈឺជើងហ្នឹងគោដោះបជើងពីខ្លួនជូនគាត់ទៅឲ្យលុយគាត់បាទទួចចាយណាបងណាបងប្អូនឃើញជើងទេឡតហើយមិនមែនតែម្ដងណាមួយជើងច្រើនដងខ្ញុំជិះម៉ូតូតាមផ្លូវខ្ញុំឃើញខ្ញុំឲ្យទៅតាមជាក់ស្ដែងមកជូនទៅហើយមកដល់ផ្ទះម៉ោងបាទ6:23នាទីហើយក្នុងវីដេអូនេះខ្ញុំក៏ភ្ជាប់វីដេអូចាស់បន្តិចបាទនេះជាវីដេអូចាស់ខ្ញុំទៅភូមិជនជាតិបាទជនជាតិពូនងខាងទឹកដីភូមិព្រះស្រុកកៅសីមាខេត្តបណ្ដូលគិរីដែលខ្ញុំបាទទៅលេងពុកធေါ်ខ្ញុំក្នុងការខ្ញុំមុនធ្វើជាមួយប្អូនបងទៅដល់ពេលថ្ងៃខ្ញុំទៅលេងដំបងសិស្សសាលាតិចទេមានតែជាង10នាក់ទេបងខ្ញុំក៏បានទិញសភៅចំនួន100ក្បាលបិច100ដើមដល់ពេលចាក់ស្ដែងពេលខ្ញុំទៅដល់មានសិស្សតិចណាស់បងបច្ចៈការខ្ញុំទៅលេងពុកធေါ်ដំបងជនជាតិពូនងខាងភូមិព្រះទឹកដីកៅសីមាដូកេរីហ្នឹងគឺសិស្សតិចទេតែដល់ពេលខ្ញុំទៅទិញសភៅបានយកទៅផ្ញើចាក់ស្ដែងសិស្សច្រើនសិស្សមកជុំគ្នាបងខ្ញុំមិនបានទៅសួរគ្រូថាចំនួនប៉ុន្មានទេអញ្ចឹងណាអញ្ចឹងចំនួនសភៅ100ក្បាលបិច100ដើមនេះគឺមិនបានគ្រប់បានច្រើនទេសិស្សទាំងអស់នៅចំនួន97នាក់បងដំបងខ្ញុំគិតថា10នាក់ជាងកាលខ្ញុំឃើញវគ្គដំបងអញ្ចឹងណាពេលតែចាក់ស្ដែងយកទៅផ្ញើយកទៅជួបផ្ទាល់គឺសិស្សមកជុំគ្នាគឺច្រើនអញ្ចឹងវគ្គក្រោយខ្ញុំនឹងយកសភៅជូនសិស្សភាសាទៀតឲ្យច្រើនជាងមុន
này em bỏ đi lại bỏ ai bánh nha con bánh ấy bánh nha bánh đào buông bánh nha bông nó